បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទជាទីគោរពរាប់អានបាទសូមនិយាយរៀបរាប់អំពីសម្ភារៈក៏ដូចជាគ្រឿងផ្សំបាទគ្រឿងផ្សំសម្រាប់បាទយើងវិចនំបាទហើយចេញជានំអន្សមជ្រូកឬក៏អន្សមចេកសម្រាប់រដូវភ្ជុំបិណ្ឌយើងភ្ជុំធំបងប្អូនបាទអញ្ចឹងដំបូងយើងត្រូវត្រៀមស្លឹកចេកបងប្អូនកាត់ស្លឹកចេកងូតឲ្យងូតល្មមហើយយើងជូតឲ្យស្អាតកាត់រាងរង្វង់ងាយស្រួលក្នុងការវិចបងប្អូនបាទកាត់ឲ្យរាងស្រួលហើយយើងជ្រៀកជាខ្សែសម្រាប់ចងចំណងកណ្ដាលចំពាក់កណ្ដាលតួនំបងប្អូនបាទនេះស្លឹកចេកនេះយើងជ្រៀកតូចល្មមងាយស្រួលចងកណ្ដាលបាទបន្ទាប់មកយើងមានធាងចេកផងដែរធាងចេកយើងកាត់ឲ្យស្អាតហើយសម្រាប់បុកបាទដូចឲ្យអង្ករវាឆាប់ណែននៅក្នុងនំចិត្តស្នូលចេកឬស្នូលជ្រូកជាដើមបងប្អូនបាទហើយនៅក្នុងនោះក៏យើងទៅត្រៀមផងដែរនៅកន្ត្រៃសម្រាប់កាត់ខ្សែកាត់ចំណងចងបាទនឹងមានផ្លែចេកទុំដែលសម្រាប់ទុកជាស្នូលបាទគឺយើងវិចនំចេកបងប្អូនហៅថាអន្សមចេកបាទត្រៀមលក្ខណៈសមល្មមដែលយើងក្នុងវិចណាបងប្អូនបាទតើយើងវិចនឹងសាច់អង្ករសម្រាប់នំចេកប៉ុណ្ណាចឹងត្រៀមចេកយើងប្រមាណស្និតប្រមាណអីចឹងទៅណាបងប្អូនណាបាទដើម្បីកុំឲ្យវិចបណ្ដើស្រាប់តែខ្វះនេះខ្វះនោះណាបងប្អូនបាទហើយនឹងអន្សមជ្រូកយើងត្រូវមានបាទស្នូលជ្រូកនេះគឺជាស្នូលជ្រូកគឺជាខ្លាញ់ជ្រូកយើងទិញខ្លាញ់ជ្រូកដែលខ្លាញ់3ជាន់ហើយយើងជាយកខ្លាញ់បងប្អូនជាប់សាច់តិចបាទដើម្បីយកមកប្រឡាក់ជាមួយនឹងអំបិលបាទប្រឡាក់អំបិលម្រេចនិងខ្ទឹមសបងប្អូនបាទអំបិលម្រេចនិងខ្ទឹមសបាទដើម្បីឲ្យមានចូលជាតិប្រឡាក់ផ្អាប់វាឲ្យចូលជាតិទៅក្នុងខ្លាញ់មុននឹងយើងវិចណាបងប្អូនមុននឹងយើងវិចទៅក្នុងអង្ករខ្ចប់ទៅក្នុងអង្ករគឺយើងប្រឡាក់អំបិលម្រេចខ្ទឹមបាទខ្ទឹមសហើយលាយប៊ីចេងតិចឲ្យមានរសជាតិបងប្អូននឹងបើយើងត្រូវការស្ករយើងអាចលួចថែមស្ករតិចបាទស្ករសនេះគឺយើងលាយជាមួយនឹងអង្ករព្រោះអង្ករមុននឹងយើងវិចគឺយើងកូរបាទយើងកូរជាមួយខ្ទិះទឹកខ្ទិះយើងចំអិនទឹកខ្ទិះឲ្យឆ្អិនហើយយើងចាក់អង្ករបាទហើយយើងលាយស្ករឲ្យមានឡែមល្មមហើយនឹងអំបិលបាទយើងដាក់អំបិលឲ្យល្មមមានរសជាតិកុំឲ្យវាសាបពេកក៏វាមិនឆ្ងាញ់ដែរបងប្អូនបាទហើយល្មមឡំបាទក៏នឹងអំបិលហើយយើងច្បល់ជាមួយអង្ករយ៉ាងនេះបងប្អូនបាទអង្ករដែលយើងត្រាំលាងយ៉ាងស្អាតហើយណាបាទយើងយកមកចាក់បាទកូរច្របល់ជាមួយនឹងទឹកខ្ទិះបាទទឹកខ្ទិះដូងបាទដូងដែលយើងបានកោសពូតយ៉ាងសម្រិតសម្រាំងមកណាបាទយើងយកមកកូរច្របល់ឲ្យវាសព្វបាទល្មមទៅណាបាទហើយបន្ទាប់មកយើងក៏មានស្នូលសណ្ដែកបាទនេះសណ្ដែកបាយបងប្អូនដែលយើងកិនហើយយើងត្រាំឲ្យរីកហើយយើងលាងសម្បកវាចេញទាំងអស់អត់សល់តែសាច់ទេបងប្អូនមើលទៅពណ៌លឿងស្រស់ស្អាតណាស់បាទតែសណ្ដែកនេះអត់បានស្ងោរទេបងប្អូនបាទគ្រាន់តែត្រាំឲ្យរីកហើយយើងលាងឲ្យសម្អាតអស់សម្បកវាទុកសម្រាប់ធ្វើជាស្នូលអបជាមួយនឹងស្នូលជ្រូកបាទព្រោះនំអន្សមជ្រូកមានស្នូលជ្រូកស្នូលសណ្ដែកបាយបងប្អូនបាទនេះហើយគឺជាស្នូលសណ្ដែកសម្រាប់វិចអន្សមជ្រូកបាទនេះហើយអង្ករនេះបងប្អូនបន្ទាប់ពីយើងកោខ្ទិះឡើងកម្ដៅពុះខ្ទិះហើយយើងបាទនឹងចាក់អង្ករបងប្អូនបាទចាំមើលតាមដានណាបងប្អូនបាទហើយបងប្អូនសូមជួយចុច Subscribe ម្នាក់មួយផងបាទជួយមេដៃម្នាក់មួយផងបាទនេះគ្រាន់បន្ទាប់ពីចាក់មកហើយយើងកូរច្របល់ឲ្យវាសព្វរហូតដល់រីងបាទរីងទឹកបាទខ្ទិះនឹងល្មមយើងអាចយកមកវិច
ចប់បានស្រួលទៅយើងស្រង់វាមកដួសវាមកណាបងប្អូនបាទគឺយើងកូរច្របល់យ៉ាងបាទយូរដែរបងប្អូនឲ្យអង្គរៀងរីកគ្រាន់ដែរបាទរៀងចង់ឆ្អិនដែរណាបាទសម្រាប់ដាច់ខ្ទិះបើសិនទឹកខ្ទិះច្រើនអាចនឹងចិត្តឆ្អិនតែបើទឹកខ្ទិះយើងតិចបាទមុំអាចមកយើងអាចទៅខ្ចប់ស្រួលវាមិនហ៊ានមិនហូរបងប្អូនបាទការកូរទឹកខ្ទិះនឹងឯងបងប្អូនបាទកូរហើយយើងផ្សំលក់មើលអត់ឯងបិលប៊ីចេងអត់មានប៊ីចេងទេបិលស្ករបងប្អូនច្រឡំមាត់ប៊ីចេងបាទបន្ទាប់ពីកូរសពហើយនោះមុំពេចប៉ាននេះបងប្អូនមើលត្រង់ត្រេអាចយើងដួសបាទយើងដួសដាក់ថាសមកបាទយើងមានថាសស្អាតមកយើងដួសដាក់បាទឃើញទេបងប្អូនបាទសកម្មភាពមុននឹងកើតជានំអន្សមគឺគេធ្វើយ៉ាងហ្នឹងឯងបាទគឺដួសមកហើយយើងយកទៅទុកឲ្យវាត្រជាក់មុននឹងវិញណាបងប្អូនបាទទៅទុកឲ្យវាត្រជាក់ហើយបានយើងរៀបចំវិញបាទហើយអង្ករនេះបងប្អូនគឺអង្ករដំណើបបាទគឺជាអង្ករដំណើបដែលយើងយកមកកូរជាមួយខ្ទិះនេះគឺជាអង្ករដំណើបដែលលាងទឹកយ៉ាងស្អាតបាទយើងត្រាំបើនិយាយត្រាំច្រើនមកបងប្អូនតម្រាំយកមកលាងចម្រោះយកមកកូរជាមួយខ្ទិះហើយបានដួសបាទដើម្បីយកទៅត្រៀមនឹងវិចជាអន្សមចេកឬក៏អន្សមជ្រូកជាដើមបងប្អូននេះសម្រាប់ពិធីធ្វើនំអន្សមរបស់អ្នកបាត់ដំបងបងប្អូនអ្នកខេត្តបាត់ដំបងគឺធ្វើចេះឯងបាទតែមិនដឹងថាតំបន់បងប្អូនផ្សេងទៀតនឹងធ្វើយ៉ាងណាទេតែបើតំបន់ខ្ញុំបាទនៅខេត្តបាត់ដំបងនេះគឺពិសេសគឺកន្លែងខ្ញុំនាងតែម្ដងភូមិខ្ញុំគឺគេធ្វើអញ្ចឹងនេះបងប្អូនដួសស្រេចហើយយើងមកផ្សំគ្រឿងបាទគឺមានស្នូលជ្រូកស្នូលសណ្ដែកហើយខ្មៅនោះគឺសណ្ដែកអង្គុយពណ៌ខ្មៅបងប្អូនសម្រាប់ដាក់លាយជាមួយនឹងនោះក្នុងអន្សមចេកបងប្អូនណាដាក់លាយវិចនំចេកគេដាក់សណ្ដែកខ្មៅអន្សមជ្រូកសណ្ដែកបាយបាទពណ៌លឿងនោះហើយនឹងស្នូលជ្រូកនៅខាងក្នុងបងប្អូនស្លឹកចេកចំណងគឺចំណងស្បូវបងប្អូនបាទចំណងបែបបុរាណបាទមិនទាន់លះបង់ទេបងប្អូនព្រោះស្បូវយើងនៅមានអញ្ចឹងក៏ច្រូតស្បូវយកមកចងហើយស្បូវក៏យើងងាយស្រួលក្នុងការចងដែរណាបងប្អូនបាទចឹងអរគុណបងប្អូនវីដេអូមានប៉ុណ្ណឹងកុំភ្លេច Subscribe និងចុចមេដៃមួយផងចាំទស្សនាវីដេអូបន្តនៅពេលវិចនំ